សំឡេងសង្គ្រោះជាតិផ្សាយតាមរយៈវិទ្យុសំបុកឃ្មុំ FM 105 MHz ចាប់ពីម៉ោង 1 រសៀលដល់ម៉ោង 2 រសៀលនិងផ្សាយតាមរយៈវិទ្យុមហានគរ FM 93.5 MHz ចំនួន2លើកលើកទី1ចាប់ពីម៉ោង 7 ដល់ម៉ោង 8 ព្រឹកនិងលើកទី2ចាប់ពីម៉ោង 5 ដល់ម៉ោង 6 ល្ងាចជារៀងរាល់ថ្ងៃនិងផ្សាយតាមរយៈវិទ្យុស្ទឹងខៀវ FM 98.75 ខេត្តបាត់ដំបងផ្សាយជារៀងរាល់ថ្ងៃចាប់ពីម៉ោង 6 ដល់ម៉ោង 7 យប់ដីយើងពូជយើងពូខលយើងខ្មែរក្រឡានចង់ទូជាខេមរាមកស្នាប់ឲ្យចំចា៎នាងខ្ញុំសាយណាសូមអនុញ្ញាតគោរពនឹងជម្រាបសួរដល់លោកអ្នកនាងនិងបងប្អូនជនរួមជាតិដែលកំពុងតាមដានស្ដាប់កម្មវិធីសំឡេងសង្គ្រោះជាតិជាទីមេត្រីចា៎ថ្ងៃនេះគឺថ្ងៃប្រហ័ស11កើតខែចេសឆ្នាំមមែសពស័កពុទ្ធសករាជ2559ជាត្រូវនៅថ្ងៃទី28ខែឧសភាឆ្នាំ2015ចលនានាងជាទីមេត្រីមុននឹងលោកអ្នកនាងបានស្ដាប់នៅព័ត៌មានពិស្ដារពីកម្មវិធីសំឡេងសង្គ្រោះជាតិនាងខ្ញុំសូមជូននៅមេតិការព័ត៌មានជាមុនសិនក្រុមស្រាវជ្រាវមកពីសហគមន៍អឺរ៉ុបចុះសិក្សាស្វែងយល់ពីវប្បធម៌សន្តានានៃគណបក្សសង្គ្រោះជាតិប្រជាពលរដ្ឋមានចំនួនដីធ្លីជាមួយអាជ្ញាធរអប្សរាអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជួយអន្តរាគមន៍ជាថ្មីអ្នកភូមិភ្នំក្រោមខេត្តសៀមរាបតវ៉ាមិនព្រមទទួលយកនៅការតែងតាំងមេភូមិថ្មីជំនួសមេភូមិចាស់នោះទេប្រជាពលរដ្ឋខេត្តកណ្ដាលបដិសេធមិនទទួលយកសំណងពីក្រុមហ៊ុន SKDអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាបានធ្វើឲ្យសេដ្ឋកិច្ចនិងអាជីវកម្មរងផលប៉ះពាល់ជារួមជាមួយនឹងប្រសាសន៍សំណេះសំណាលរបស់លោកប្រធានស្ដីទីកឹមសុខានៅក្នុងឱកាសជួបជាមួយតំណាងគ្រូបង្រៀននៅទូទាំងខេត្តកំពតនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តកំពតជាបន្តសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅការផ្សាយរបស់យើងខ្ញុំដែលមានជាបន្តបន្ទាប់ដូចតទៅក្រុមស្រាវជ្រាវមកពីសហគមន៍អឺរ៉ុបចុះសិក្សាស្វែងយល់ពីវប្បធម៌សន្តានានៃគណបក្សសង្គ្រោះជាតិសូមស្ដាប់សេចក្តីរាយការណ៍ពីលោកសត្យាភិរៈក្រុមស្រាវជ្រាវមួយក្រុមដែលមានគ្នាចំនួន24នាក់មកពីសហគមន៍អឺរ៉ុបនៅថ្ងៃប្រហ័សទី28ខែឧសភានេះចូលជួបមន្ត្រីរបស់គណៈបក្សសង្គ្រោះជាតិនៅទីស្នាក់ការកណ្ដាលក្នុងទីក្រុងភ្នំពេញដើម្បីសិក្សាស្វែងយល់អំពីវប្បធម៌សន្តានារួមនឹងគោលនយោបាយរបស់គណៈបក្សសង្គ្រោះជាតិនៅពេលអនាគតពាក់ព័ន្ធនឹងករណីនេះប្រធានចលនាមហាជនរបស់គណៈបក្សសង្គ្រោះជាតិលោកអឿនរិទ្ធប្រាប់វិទ្យុសង្គ្រោះជាតិថាគោលបំណងចម្បងរបស់ក្រុមស្រាវជ្រាវដែលមានមូលដ្ឋាននៅអឺរ៉ុបនេះគឺពួកគេចង់ស្វែងយល់អំពីវប្បធម៌សន្តានានិងចង់ដឹងថាគណៈបក្សសង្គ្រោះជាតិដែលជាបកប្រឆាំងធំបំផុតនៅកម្ពុជានោះមានទស្សនៈយ៉ាងណាចំពោះវប្បធម៌នយោបាយថ្មីមួយនេះលោកបន្តថាក្រុមស្រាវជ្រាវដដែលនេះក៏បានចោទសួរផងដែរអំពីទស្សនវិស័យរបស់គណៈបក្សសង្គ្រោះជាតិសម្រាប់ការដឹកនាំរដ្ឋាភិបាលនាពេលអនាគតឆ្លើយតបទៅនឹងការចង់ដឹងរបស់ក្រុមស្រាវជ្រាវខាងលើនេះលោកអឿនរិទ្ធបានបកស្រាយបង្ហាញទៅវិញថាមុនពេលទាមទារឲ្យបកកណ្ដាលអំណាចងាកមកចាប់យកវប្បធម៌សន្តានានៅពេលនេះគណៈបក្សសង្គ្រោះជាតិបានធ្វើការតស៊ូមតិក្នុងរយៈពេលមួយដ៏យូរប្រកបដោយភាពភ្លាវខ្លានិងលះបង់យ៉ាងច្រើនជាទីបំផុតលោកបន្តថាគណៈបកចាត់ទុកវប្បធម៌សន្តានាគឺជាវប្បធម៌មួយដែលត្រឹមត្រូវបំផុតសម្រាប់ស្ថានភាពនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះដែលអាចនាំមកនៅភាពសុខដុមរមនាសម្រាប់ភាគីទាំងអស់រួមទាំងប្រជាពលរដ្ឋផងដែរយើងបានបកស្រាយច្រើនបាទទាក់ទងទៅនឹងប្រវត្តិរបស់យើងក្នុងការទាមទារឲ្យមានតាំងពីក្រោយបោះឆ្នោតមកយើងបានធ្វើបដកម្មបានធ្វើការតវ៉ាមតិជាច្រើនដើម្បីឲ្យមានការដោះស្រាយដោយយុត្តិធម៌ជាពិសេសគឺការដែលយើងទាមទារឲ្យមានយុត្តិធម៌ក្នុងសង្គមមានការបោះឆ្នោតមួយត្រឹមត្រូវបាទគេយើងបានផ្ដល់យោបល់ថានឹងឲ្យវប្បធម៌សន្តានាគឺជាវប្បធម៌មួយល្អដែលសូម្បីតែនៅអឺរ៉ុបក៏គេតាំងពីមុនមកគឺគេតែងតែបានប្រទេសគេរីកចម្រើននេះក៏ដោយសារតែវប្បធម៌សន្តានាពីព្រោះថាវប្បធម៌សន្តានាធ្វើឲ្យមនុស្សធ្វើឲ្យមានការជឿជាក់គ្នាការបង្កើនជំនឿចិត្តទៅវិញទៅមករវាងភា
គីប្រកួតប្រជែងដែលយើងមិនថាភាគីចំនួនទេគឺភាគីប្រកួតប្រជែងបច្ចុប្បន្ននេះយើងត្រូវប្រើពាក្យនេះដោយសារយើងមិនមែនជាចំនួនទៀតទេខ្មែរតែមួយបាទខ្មែរដូចគ្នាដូច្នេះយើងជាអ្នកប្រកួតប្រជែងដោយឡែកពាក់ព័ន្ធទៅនឹងទស្សនវិស័យនាពេលអនាគតរបស់គណៈបក្សសង្គ្រោះជាតិនោះប្រធានទំនាក់ទំនងកិច្ចការអន្តរជាតិរបស់គណៈបក្សសង្គ្រោះជាតិលោកតេងដលុចឆ្លើយតបថានីតិរដ្ឋគឺជាទិសដៅសំខាន់បំផុតសម្រាប់គណៈបក្សសង្គ្រោះជាតិលោកបន្តថានៅពេលដែលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោតឈានទៅដឹកនាំរដ្ឋាភិបាលនៅពេលខាងមុខនឹងធ្វើការកែតម្រង់នៅប្រព័ន្ធតុលាការដើម្បីឲ្យកម្ពុជាទទួលបាននូវភាពយុត្តិធម៌សង្គមមួយដ៏ពេញលេញរួមនឹងគិតគូរផងដែរទៅលើវិស័យសាធារណៈសុខាភិបាលជាពិសេសសេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគិតថាបញ្ហានីតិរដ្ឋគឺជារឿងសំខាន់បំផុតដែលយើងត្រូវដោះស្រាយដែលត្រូវផ្ដោតយកចិត្តទុកដាក់ជាសំខាន់បំផុតតាមរយៈការធ្វើកំណែតម្រង់នៅប្រព័ន្ធតុលាការធ្វើយ៉ាងណាធានាឲ្យបានយុត្តិធម៌សង្គមយុត្តិធម៌ផ្នែកសេដ្ឋកិច្ចនិងជាចំណុចមួយហើយជាពិសេសផ្ដល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋការអប់រំមួយដ៏ល្អបានឱកាសការទទួលការអប់រំស្មើគ្នាមិនថាអ្នកមានអ្នកក្របានទទួលការអប់រំគុណភាពនៃការអប់រំពិតប្រាកដចំណុចទី2គឺប្រព័ន្ធសុខាភិបាលបាននៅក្នុងសង្គមជាតិមួយដែលមាននិរន្តរភាពអាចរីកចម្រើនត្រូវបានលុះត្រាតែមានបញ្ញាជននៅក្នុងសង្គមនោះអញ្ចឹងបញ្ញាជនដែលមានសុខភាពល្អទៀតសង្គមរបស់យើងនឹងរីកចម្រើននោះជាអាទិភាពមួយប្រសិនបើយើងមិនអាចដោះស្រាយបញ្ហាយុត្តិធម៌សង្គមបានទេនោះយើងពិតជាមិនអាចធានានៅវប្បធម៌សន្តានាឬអីបានទេបើសិនវាអាចយុត្តិធម៌ទៅហើយគូបញ្ជាក់ថាវប្បធម៌សន្តានាដែលថ្នាក់ដឹកនាំរបស់គណៈបកធំទាំងពីរក្នុងប្រទេសកម្ពុជាកំពុងប្រកាន់យកនាពេលបច្ចុប្បន្ននេះបាននាំមកនូវស្ថិរភាពសុវត្ថិភាពក្នុងសង្គមនិងកំពុងសាយភាយទៅដល់គ្រប់ទិសទីតាមបណ្ដាប្រទេសមួយចំនួនជុំវិញពិភពលោកផងដែរជាស្ដែងវប្បធម៌ថ្មីនេះបាននាំឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបាននូវភាពទុកចិត្តក្នុងការរស់នៅរួមនឹងទទួលបានការកោតសរសើរពីសំណាក់អន្តរជាតិទៀតផងនាពេលបច្ចុប្បន្ននេះខ្ញុំសត្យាភិរៈវិទ្យុសង្គ្រោះជាតិភ្នំពេញលោកអ្នកនាងស្ដាប់ជាទីមេត្រីអាជ្ញាធរអប្សរាដែលតែងតែចេញមុខការពារលោកសុគង្គសមាជិកប្រសិទ្ធិគណៈបកប្រជាជនកម្ពុជានៅតែបង្កបញ្ហាធ្វើបាបប្រជាពលរដ្ឋខ្មែរនៅក្នុងសំណុំរឿងចំនួនដីធ្លីក្នុងភូមិព្រៃគុយសង្កាត់អំពិលក្រុងសៀមរាបដោយបានរំលោភលើអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះថ្ងៃទី18ខែមេសាឆ្នាំ2015ទៀតផងគួរជម្រាបជូនថាកាលពីថ្ងៃទី27ខែឧសភាឆ្នាំ2015កន្លងទៅនេះប្រជាពលរដ្ឋប្រមាណ740នាក់នាំគ្នារារាំងគ្រឿងចក្ររបស់អាជ្ញាធរអប្សរាដែលធ្វើសកម្មភាពជីកដីធ្វើរបងនៅលើដីមានចំនួនក្នុងភូមិព្រៃគុយសង្កាត់អំពិលក្រុងសៀមរាបដោយពួកគាត់លើកឡើងថារងចាំការដោះស្រាយពីអាជ្ញាធរខេត្តជាមុនសិនប្រជាពលរដ្ឋដែលប្រមូលផ្ដុំគ្នាតវ៉ាបានឲ្យដឹងថាកាលពីថ្ងៃទី22ខែឧសភាកន្លងទៅនេះអាជ្ញាធរខេត្តសៀមរាបបានសន្យាដោះស្រាយចំនួនដីធ្លីរវាងពួកគាត់ជាមួយអាជ្ញាធរអប្សរាប៉ុន្តែមិនទាន់មានចម្លើយពីអាជ្ញាធរខេត្តផងស្រាប់តែអាជ្ញាធរអប្សរាយកគ្រឿងចាក់មកកាយដីធ្វើរបងទៅវិញប្រការនេះហើយទៅពួកគាត់ប្រមូលផ្ដុំគ្នារារាំងគ្រឿងចាក់របស់អាជ្ញាធរអប្សរាដើម្បីរងចាំដំណោះស្រាយពីអភិបាលខេត្តសៀមរាបជាមុនសិនប្រជាពលរដ្ឋនៅភូមិព្រៃគុយដែលមានចំនួនដីធ្លីជាមួយអាជ្ញាធរអប្សរាបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចាត់វិធានការលើមន្ត្រីខិលខូចនៅក្នុងអាជ្ញាធរអប្សរាជាបន្ទាន់ព្រោះពួកគេកំពុងជន់ឈ្លីអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនទាំងកំរោលជាមួយគ្នានេះអាជ្ញាធរខេត្តសៀមរាបត្រូវចាត់វិធានការដោះស្រាយតាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រីឲ្យបានឆាប់ដើម្បីកុំឲ្យក្រុមមន្ត្រីខិលខូចពុករលួយនៃអាជ្ញាធរអប្សរាប្រើអំណាចធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ទន់ខ្សោយជាជនរងគ្រោះតទៅទៀតអ្នកភូមិភ្នំក្រោមខេត្តសៀមរាបតវ៉ាមិនព្រមទទួលយកនៅការតែងតាំងមេភូមិថ្មីជំនួសមេភូមិចាស់នោះទេសូមស្ដាប់សេចក្តីរាយការណ៍ពីលោកច័ន្ទរតនាក្រុមអ្នកភូមិរស់នៅភូមិភ្នំក្រោមខេត្តសៀមរាបជំទាស់ការតែងតាំងមេភូមិថ្មីដោយពួកគេលើកឡើងថាការតែងតាំងនោះធ្វើឡើងដោយលួចលាក់គ្មានដំណាភៀបខណៈមេភូមិចាស់ជាប់ពាក់ព័ន្ធនឹងការធ្វើឲ្យបាត់បង់ដីរបស់ប្រជាពលរដ្ឋ81គ្រួសារនៅមិនទាន់ដោះស្រាយនៅឡើយតំណាងប្រជាពលរដ្ឋរស់នៅភូមិភ្នំក្រោមខេត្តសៀមរាបលោកច័ន្ទរដ្ឋាឲ្យវិទ្យុសង្គ្រោះជាតិដឹងថាអ្នកដែលត្រូវតែងតាំងថ្មីនោះគឺជាអនុភូមិភ្នំក្រោមឈ្មោះវ៉ាន់ជំនួសមេភូមិចាស់គឺលោកថាំងសំលោកបន្តថាទាំងមេភូមិចាស់ទាំងអនុភូមិដែលកំពុងត្រូវបានតែងតាំងជាមេភូមិថ្មីគឺជាបកពួកតែមួយធ្លាប់ខົບខិតគ្នាធ្វើឲ្យបាត់បង់ដីធ្លីអ្នកភូមិ81គ្រួសារហើយមកដល់ពេលបច្ចុប្បន្ននេះមិនទាន់មានដំណោះស្រាយនៅឡើយលោកច័ន្ទរដ្ឋាឲ្យដឹងទៀតថាកាលពីថ្ងៃទី26ឧសភាកន្លងទៅថ្មីនេះប្រជាពលរដ្ឋរស់នៅភូមិភ្នំក្រោមជាង100នាក់នាំគ្នាប្រឆាំង
ងជំទាស់ការតែងតាំងមេភូមិថ្មីនេះអាចឲ្យមេភូមិចាស់រួចខ្លួនពីការជាប់ពាក់ព័ន្ធនឹងការយកដីអ្នកភូមិលក់ហើយធ្វើឲ្យចំនួនដីធ្លីរបស់ពួកគេកាន់តែអស់បន្លាយរហូតមកដល់ពេលបច្ចុប្បន្ននេះដូច្នេះហើយมันអាចផ្លាស់ប្ដូរមេភូមិចាស់បាននោះទេជាមិនต้องតែក៏ខ្ញុំមិនទៅជាព្រោះខ្ញុំដឹងចរិតកំពេញបទរបស់គណៈបកប្រជាជនពីព្រោះហើយគាត់ធ្វើអីគាត់មិនដែលយកប្រជាពលរដ្ឋជាធំទេហើយបើតាមដឹងគឺគាត់យកបកពួកដែលគិតថាអ្នកនោះបំរើពួកគាត់ដល់ស្មុគស្មាក់ឲ្យហ៊ានប្រឆាំងជាមួយនឹងប្រជាពលរដ្ឋអានេះវាជាអរិយាប័ត្ររបស់គណៈបកប្រជាជនខ្ញុំនិយាយដល់ខ្ញុំមិនទៅជាឆ្ងល់ព្រោះខ្ញុំគិតថាចរិតពីដើមមកពួកគាត់តែអញ្ចឹងឯងអ្នកភូមិរស់នៅភ្នំក្រោមឲ្យដឹងថាអាជ្ញាធរសង្កាត់សៀមរាបបានខុបខិតគ្នាដកតំណែងមេភូមិភ្នំក្រោមឈ្មោះថាំងសំហើយតែងតាំងអនុភូមិជាមេភូមិថ្មីដោយមិនបានជូនដំណឹងដែលជាករណីនេះពលរដ្ឋទាំងនោះចោទថាការតែងតាំងនោះធ្វើឡើងដោយគ្មានតម្លាភាពបើតាមលោកចាន់រដ្ឋាឲ្យដឹងថាលោកថាំងសំបានធ្វើជាមេភូមិភ្នំក្រោមសង្កាត់សៀមរាបតាំងពីឆ្នាំ1998មកម្លេះចំណែកអ្នកដែលត្រូវតែងតាំងជាមេភូមិថ្មីឈ្មោះវ៉ាន់ព្រែកនិងអនុភូមិថ្មីឈ្មោះរឿនបាច់ប៉ុន្តែប្រជាពលរដ្ឋមិនយល់ព្រមនឹងការតែងតាំងអ្នកទាំងនោះទេព្រោះពួកគាត់ចោទថាអ្នកទាំងនោះជាប់ពាក់ព័ន្ធនឹងការលក់ដីរបស់ពួកគាត់